ប្អូនបើកូនចូលចិត្តញ៉ាំប្រហិតដូចកូនខ្ញុំណាបងប្អូនសាកឆ្នៃថៃច្វាធ្វើជាប្រហិតមែនបងប្អូនចាបងប្អូនចឹងក៏យើងមានថៃច្វាចឹងក៏ច្រាមវាចាប់ដើមធ្វើក៏ច្រាមវាធ្វើប្រហិតណាបងប្អូនចាក៏ច្រាមឲ្យម៉ត់ឆឹងអញ្ចឹងបងប្អូនណាក៏ច្រាមវាឲ្យម៉ត់បន្ទាប់មកគ្រឿងផ្សំមានកូនលខីមានស្លឹកក្រូចមានម្ទេសមានល្មៀតចឹងដំបូងខ្ញុំចាប់ដើមហាន់កូនស្រីបងប្អូនហាន់ធំតិចក៏បានដែរព្រោះខ្ញុំអត់បុកខ្ញុំយកទៅក្លុកណាចឹងយើងហាន់ខះតិចក៏អត់អីដែរបងប្អូនចាបន្តមកទៀតខ្ញុំដាំល្មៀតហើយដាក់ខ្ទឹមបងប្អូនខ្ទឹម1មើមចិត្ត2មើមអីណាចាគ្រឿងយើងដាក់រៀងច្រើនតិចបងប្អូនដើម្បីឲ្យវាកាត់ឆ្អាបបន្តមកទៀតខ្ញុំដាក់ទឹកត្រីមានស្ករប៊ីចេងក្នុងនឹងគ្រឿងនឹងឲ្យហើយមកបងប្អូនខ្ញុំក្លុកចូលគ្នាណាចាក្លុកឲ្យម៉ត់ឆឹងអញ្ចឹងបងប្អូនពួកយើងយកធ្វើប្រហិតបន្តមកទៀតគ្រឿងផ្សំមានពងមាន់បន្តមកទៀតខ្ញុំចាប់ផ្ដើមច្បល់ថៃបងប្អូនថៃហ្នឹងខ្ញុំគិតច្រាមឡើងម៉ត់ឆឹងអញ្ចឹងណាបងប្អូនអត់មានឆ្អឹងទេនិយាយទៅច្រាមម៉ត់អញ្ចឹងមិនស្រួលញ៉ាំអត់ឆ្លាក់កូនអញ្ចឹងណាបងប្អូនតែមកទៀតខ្ញុំដាក់គ្រឿងចូលមានគ្រឿងបុកយើងមិញហ្នឹងបងប្អូនគ្រឿងកិនហ្នឹងយើងក្លុកវាឲ្យម៉ត់ឆឹងណាដើម្បីយកមកធ្វើផាត់ឲ្យវាចូលជាតិមួយសាច់ថៃដែលម៉ត់ដែរបងប្អូនអញ្ចឹងមិនវានិយាយទៅវាអត់ស្ងាត់បងប្អូននិយាយអត់ស្ងាត់មាត់ចាបន្តមកទៀតខ្ញុំដាក់ពងមាន់ចូលបងប្អូនបាត់មុនហ្នឹងខ្ញុំដាក់ពងមាន់3គ្រាប់បងប្អូនពងមាន់ពងទាក៏បានដែរបងប្អូននេះច្បល់ចូលគ្នាហើយបន្តមកទៀតខ្ញុំដាក់ម្សៅបំពងខ្ញុំដាក់កន្លះកូនចានហើយច្បល់ចូលគ្នាឲ្យម៉ត់និយាយទៅច្បល់ឲ្យវាសព្វគ្រឿងណាបងប្អូនហើយបោកប្រហិតហ្នឹងខ្ញុំបោកវាឲ្យវាស្អិតឲ្យវាល្មួតបើអញ្ចឹងវាជ្រៀកអត់ជាប់គ្នាបងប្អូនខ្ញុំបោកប្រហិតហ្នឹងខ្ញុំបោកយកដៃបោកវាណាច្បាច់អញ្ចឹងហើយខ្ញុំបោកវាធ្វើការបោកវាឲ្យវាស្អិតចាច្បល់ធ្វើមកឲ្យវាចូលជាតិគ្នាហ្មងបងប្អូនតែយើងអត់ច្បល់ខ្លាំងគឺវាថាវានៅដុំអីបន្តមកទៀតខ្ញុំធ្វើការដាំខ្លាញ់ឲ្យក្តៅបងប្អូនបន្តមកខ្ញុំដាក់អំពងអញ្ចឹងប្រហិតហ្នឹងយើងអាចអំពងតប៉ាតអញ្ចឹងក៏បានយើងចង់ធ្វើមូលដូចប្រហិតថៃគេលក់ក៏បានដែរបងប្អូនអញ្ចឹងយើងហូបមួយជ្រក់បងប្អូនជ្រក់ល្ហុងជ្រក់ការ៉ុតហ្នឹងតែសក់ហ្នឹងចាតមកយកឲ្យកង់យាយអីពួកអីថ្ងៃហ្នឹងធ្វើយើងច្រើនណាចាតមកអង្គុយញ៉ាំខ្លួនឯងបងប្អូនបើសិនជាកូនចូលចិត្តញ៉ាំប្រហិតណាបងប្អូនអាចឆ្នៃថៃច្វាយើងហ្នឹងធ្វើជាប្រហិតឲ្យកូនញ៉ាំបានកូនខ្ញុំថ្ងៃហ្នឹងញ៉ាំច្រើនណាវាចឹងក្មេងៗចូលចិត្តញ៉ាំប្រហិតហ្នឹងបងប្អូនអញ្ចឹងថៃច្វាឃើញអញ្ចឹងប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនណាវាជួយថែរក្សាសុខភាពបេះដូងវាមានអូមេហ្គា3វាជួយអភិវឌ្ឍការចងចាំវាផ្ដល់ប្រូតេអ៊ីនខ្ពស់ជួយថែរក្សាសុខភាពភ្នែកវាមានវីតាមីន